បាទនៅក្នុងឱកាសឆ្នាំថ្មីខាងមុខនេះឆ្នាំ2026ខ្ញុំបាទក្នុងនាមជាអគ្គនាយកសមាគមនឹងវិទ្យុសម្លេងជនពិការភ្នែកបានផ្ដល់ក្តីស្រឡាញ់ប្តីអាណិតដល់បងប្អូនដែលជាបុគ្គលិកកំពុងបម្រើការងារនៅក្នុងទីនេះផ្ទាល់មុនពេលដែលគាត់សម្រាប់បនចូលឆ្នាំថ្មីក៏ដូចជាមុនពេលដែលធ្វើដំណើរចេញទៅស្រុកបានរៀបចំនៅវត្ថុអនុស្សាវរីយ៍ជូនជាចំណងដៃជូនដល់ពួកគាត់ទាំងអស់គ្នាដើម្បីយកធ្វើបន់ធ្វើទានហើយមិនភ្លេចទេសមាគមសម្លេងជនពិការភ្នែកនេះវិទ្យុសម្លេងជនពិការភ្នែកទូនេះគឺបានការឧបត្ថម្ភក្រុមជ្រុំជ្រែងគ្រប់បែបយ៉ាងផ្ដល់ភាពកក់ក្ដៅផ្ដល់ក្តីស្រឡាញ់ផ្ដល់ក្តីអាណិតយ៉ាងខ្ពង់ខ្ពស់បំផុតពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតព្រមទាំងបុត្រាបុត្រីនិងចៅប្រុសចៅស្រីជាទីស្រឡាញ់ហើយកម្មវិធីនេះថ្ងៃនេះផងដែរក្រោមការរៀបចំរបស់ខ្ញុំបាទគឺមានការឧបត្ថម្ភសម្រាប់បំរុងក្នុងកម្មវិធីនេះមានពីសំណាក់ឯកឧត្តមឧបនាយករដ្ឋមន្ត្រីឯកឧត្តមទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីឯកឧត្តមអាបារិទ្ធនីនិងឯកឧត្តមលោកជំទាវតាមបណ្ដាលក្រសួងស្ថាប័នរដ្ឋផ្សេងជាច្រើនទៀតដែលបានរួមចំណែកជាមួយនឹងកម្មវិធីសូត្រមន្តចែកអំណោយផ្ដល់វត្ថុអនុស្សាវរីយ៍ហើយនិងផ្ដល់អាហារសាមគ្គីមួយល្ងាចមួយពេលសម្រាប់បងប្អូនយើងមុនពេលបែកគ្នាហើយមានការរំវងរំលែកអីតាមអ្វីដែលជាការចាត់តាំងមិនលបែងប្រជាប្រិយកំសាន្តអីចឹងក្នុងនេះខ្ញុំបាទក៏សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តមបយមន្ត្រីឯកឧត្តមរដ្ឋមន្ត្រីឯកឧត្តមតាមបណ្ដាលរាជធានីក៏ដូចជាឯកឧត្តមតាមបណ្ដាលរដ្ឋមន្ត្រីក្រសួងនេះបានជួបឧបត្ថម្ភក្នុងឱកាសឆ្នាំថ្មីសូមគោរពជូនពរជូនជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការជូនដល់ឯកឧត្តមលោកទាវសូមជូនចំពោះសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននិងសម្ដេចគតិប្រិទ្ធបណ្ឌិតព្រមទាំងអាដាមលោកទាវសូមជួបប្រទេសតែពុទ្ធពរទាំង4ប្រការអាយុវណ្ណៈសុខៈពលៈកំបីគ្លិឡើយពិសេសទេវតាឆ្នាំថ្មីសូមជួយតាមបីបាច់ថែរក្សាលោកទាំងទ្វេឲ្យបានសេចក្តីសុខសុភមង្គលសុខភាពល្អអាយុវែងហើយជាមលប់ដល់កូនចៅបានយូរអង្វែងសូមគោរពអរគុណបាទអញ្ចឹងសម្រាប់ថ្ងៃនេះដែរក្នុងនាមកូនជាអគ្គនាយកបានផ្ដល់សេចក្តីស្រឡាញ់ដល់កូនចៅក្រមអាវ៉ាតក្នុងនោះមានអំណោយសម្រាប់ជាថាវិការកូនរៀបចំជូនគាត់ម្នាក់200000រៀលហើយមានជាអង្គមានជាត្រីខមីទឹកត្រីទឹកស៊ីអ៊ូភេសជ្ជៈហើយពិសេសគឺផ្ដល់ជូនអាហារសាមគ្គីនៅល្ងាចនេះជូនគាត់មួយពេលទៀតផងដែរបាទសូមគោរពអរគុណ